មនុស្សដែលគ្រោះថ្នាក់បំផុតគឺមនុស្សអស់សង្ឃឹមពីព្រោះនៅពេលដែលគាត់អស់សង្ឃឹមមិនស្អីក៏គាត់ហ៊ានធ្វើដែរពេលដែលមនុស្សលែងមានអត្តន័យនៃការរស់មើលមិនឃើញពីអត្តន័យនៃជីវិតរបស់ខ្លួនឯងហើយរឿងអាក្រក់ទាំងឡាយក៏គាត់អាចសម័យដល់ដែរបើយើងអត់មានឫសកែវនៃបុព្វហេតុនឹងទេយើងអត់យល់ពីបុព្វហេតុនឹងទេយើងគ្រាន់តែរស់នៅដើម្បីដកដង្ហើមចេញចូលតែប៉ុណ្្នឹងទេទោះបីជាជីវិតរបស់យើងអនាគតរបស់យើងទៅណាក៏ទៅអាហ្នឹងវារឿងមួយផ្សេងតើណាអញ្ចឹងអាហ្នឹងវាជាចំណុចដែលយើងគួរកប់បីមើលឃើញពីមោទនភាពរបស់យើងហេតុអីបានជាការងារដែលយើងកំពុងធ្វើរាល់ថ្ងៃហ្នឹងគឺជាការងារសំខាន់ពីព្រោះគ្មានបុគ្គលណាម្នាក់ប្រាថ្នាសេចក្តីល្ងង់ខ្លៅនៅក្នុងជីវិតទេគ្មានបុគ្គលណាម្នាក់ប្រាថ្នាក្រលំបាកនៅក្នុងជីវិតទេគ្មានបុគ្គលណាម្នាក់ប្រាថ្នាវេទនាទេហើយយើងរៀនកន្លងមកយើងដឹងគ្មានទុកអ្វីស្មើនឹងសេចក្តីទុកទេអញ្ចឹងណាពេលមានទុកវាមិនស្រួលទេត្រូវទេត្រូវអ្នកមិនដែលកាន់ថង់ខ្មៅនៅលើកប៉ាល់គឺគ្មានទុកនឹងទេហើយអ្នកដែលគ្មានទុកនឹងគឺមិនយល់ថាទុកនឹងយ៉ាងម៉េចទេគឺមានតែអ្នកដែលធ្លាប់មានទុកតែប៉ុណ្ណោះទើបមានអារម្មណ៍យល់ពីទុកត្រូវទៀតតើណាកន្លែងនេះលោកគ្រូចង់បញ្ច្រាស់មកវិញនៅពេលដែលយើងមិនទាន់មានចំណេះដឹងនៅក្នុងខ្លួនយើងហើយយើងបានទទួលផលពីចំណេះដឹងណាយើងមិនទាន់យល់អារម្មណ៍មួយហ្នឹងទេតើណាយើងមិនទាន់យល់អារម្មណ៍មួយហ្នឹងទេប៉ុន្តែនៅពេលដែលយើងមិនទាន់មានចំណេះដឹងកាលដែលលោកគ្រូមិនទាន់មានចំណេះដឹងដូចអ្វីដែលលោកគ្រូមានប៉ុណ្ណឹងលោកគ្រូយល់ពីជីវិតមានទុក្ខលំបាកប៉ុណ្ណាគ្រូយល់អាហ្នឹងពេលដែលយើងខ្វះចំណេះដឹងយើងខ្សោយចំណេះដឹងយើងគ្មានចំណេះដឹងគឺយើងទៅធ្វើអីអត់បានទេហើយយើងក៏រលុយមិនបានច្រើនចិញ្ចឹមគ្រួសារយើងដែរហើយយើងក៏គ្មានគំនិតអីដើម្បីនិយាយឲ្យគេចាប់អារម្មណ៍លើយើងដែរពីព្រោះយើងអត់ចេះបុគ្គលដែលអត់ចេះគឺពិបាកហើយនេះមិនមែនពាក្យរបស់គ្រូទេឪពុកម្ដាយយើងក៏និយាយដែរអញ្ចឹងបើចង់ឲ្យជីវិតយើងស្រួលត្រូវធ្វើគ្រប់មធ្យោបាយដើម្បីឲ្យយើងក្លាយទៅជាមនុស្សដែលមានការចេះដឹងនៃរបស់គ្រូគឺនៅតែប៉ុណ្្នឹងទេហើយធ្វើខ្លួនឲ្យក្លាយទៅជាបុគ្គលដែលមានការចេះដឹងមិនមែនតែយើងទេគឺបងប្អូនប្រជាជនយើងទាំងអស់យើងមិនអាចស្រួលតែម្នាក់ឯងទេបាទណាអញ្ចឹងគ្រូធ្វើរាល់ថ្ងៃជាមួយគ្នាយើងនឹងគ្រូមិនមែនស្រួលម្នាក់ឯងទេគ្រូចង់ឲ្យគ្នាយើងទាំងអស់គ្នានឹងក្លាយទៅជាមនុស្សដែលមានចំណេះដឹងពេលដែលគ្នាយើងមានការចេះដឹងយើងចេះជួយខ្លួនឯងយើងចេះជួយខ្លួនឯងបានហើយយើងចេះជួយក្រុមគ្រួសាររបស់ខ្លួនឯងពេលដែលយើងជួយក្រុមគ្រួសារខ្លួនឯងមានបានហើយយើងលែងធ្វើរឿងអាក្រក់ហើយយើងលែងមានពេលវេលាមកធ្វើរឿងអវិជ្ជមានទេប៉ុន្តែបើយើងជួយខ្លួនឯងមិនបានយើងជួយគ្រួសារខ្លួនឯងមិនបានយើងខ្លាចជាមនុស្សអស់សង្ឃឹមមនុស្សដែលគ្រោះថ្នាក់បំផុតគឺមនុស្សអស់សង្ឃឹមពីព្រោះនៅពេលដែលគាត់អស់សង្ឃឹមហើយស្អីក៏គាត់ហ៊ានធ្វើដែរពេលដែលមនុស្សលែងមានអត្តន័យនៃការរស់មើលមិនឃើញពីអត្តន័យនៃជីវិតរបស់ខ្លួនឯងហើយរឿងអាក្រក់ទាំងឡាយក៏គាត់អាចសម័យដល់ដែររឿងអាក្រក់ទាំងឡាយក៏គាត់អាចធ្វើបានដែរពេលដែលយើងស្រឡាញ់ជីវិតខ្លួនឯងយើងមិនអាចយើងមានតែការអភិវឌ្ឍខ្លួនឯងយើងអត់បំផ្លាញខ្លួនឯងទេនៅពេលដែលយើងស្អប់ជីវិតខ្លួនឯងយើងអាចសម័យដល់សារព័ត៌មានគេចុះផ្សាយលោតទឹកសម្រាប់ខ្លួនធ្វើអតិឃាតរឿងរ៉ាវដទៃផ្សេងជាច្រើនទៀតហែកហួរគ្នាណាមិនត្រឹមតែខាតពេលខ្លួនឯងគូបដិបត្តិទេគឺខាតពេលអ្នកតាមដានទៀត
nè trôi từ mưa comment tiền